ជំរាបសួរលោកគ្រូអ្នកគ្រូជួបជាមួយនឹងខ្ញុំពីបទបង្ហាញខ្លីតាក់ទងជាមួយនឹងការទាញយក QR code ពីក្នុងប្រព័ន្ធថ្នាលបឋមឬ PLP ដែលផ្ដល់ដោយយុវដ្ឋានបឋមសិក្សាបាទអញ្ចឹងក្នុងករណីដែលលោកគ្រូអ្នកគ្រូចង់ទាញយក QR នេះគឺដើម្បីងាយស្រួលបាទក្នុងការ scan ចូលប្រព័ន្ធបាទបើសិនបើលោកគ្រូអ្នកគ្រូវាយឈ្មោះអ្នកប្រើប្រាស់ហើយនឹង password ធ្វើឲ្យវាយូរហើយនឹងសិស្សចូលទៅកែក្នុងប្រព័ន្ធនឹងវារញ៉េរញ៉ៃបាទអញ្ចឹងយើងទាញយក QR code ដើម្បីភាពងាយស្រួលបាទអញ្ចឹងក្នុងករណីទាញយកនេះបានតើលោកគ្រូអ្នកគ្រូបញ្ចូលនៅឈ្មោះអ្នកប្រើប្រាស់ហើយនឹងពាក្យសម្ងាត់រួចរាល់ហើយអស់បាទអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅបើក web browser ណាមួយដែលលោកគ្រូអ្នកគ្រូប្រើប្រាស់បាទអញ្ចឹងខ្ញុំសូមបើកនៅ Google Chrome បាទចូលមកដល់នេះលោកគ្រូអ្នកគ្រូវាយក្នុងប្រអប់ search វាយពាក្យថា PLP បាទអញ្ចឹងលោកគ្រូអ្នកគ្រូប្រកាសជាឃើញ PLP នេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ double click លើ PLP បាទ double click ហើយលោកគ្រូអ្នកគ្រូឃើញឈ្មោះលោកគ្រូអ្នកគ្រូនៅខាងលើបាទខាងលើនេះហើយនឹងមុខវិជ្ជាផ្សេងៗនៅខាងក្រោមតាមថ្នាក់បាទអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចលើឈ្មោះខាងលើបាទហើយលោកគ្រូអ្នកគ្រូចុចយកពាក្យថាគ្រប់គ្រងសិស្សបាទគ្រប់គ្រងសិស្សហើយលោកគ្រូអ្នកគ្រូនឹងបង្ហាញឃើញមកមួយផ្ទាំងទៀតបាទអញ្ចឹងមួយផ្ទាំងទៀតវាមាន QR ហើយនឹងបង្កើតហើយនឹងឈ្មោះសិស្សទាំងអស់ក្នុងមួយថ្នាក់អញ្ចឹងដើម្បីទាញយកយើងបង្កើតនៅ QR នេះបាទហើយក្នុងករណីមួយទៀតបើសិនបើសិស្សទៅបញ្ចូលក្នុងពាក្យកណ្ដាលឆ្នាំបាទអញ្ចឹងយើងត្រូវសិស្សមករៀនអញ្ចឹងយើងត្រូវបន្ថែមនៅពាក្យកន្លែងបន្ថែម add នេះបាទដើម្បីឲ្យចូលឈ្មោះសិស្សថ្មីឬក៏សិស្សដែលចូលមកកណ្ដាលឆ្នាំបាទអញ្ចឹងយើងលោកគ្រូអ្នកគ្រូគ្រាន់តែចុចបង្កើត QR បាទពេលបង្កើត QR លោកគ្រូអ្នកគ្រូប្រកាសជាឃើញ QR ជាច្រើនបាទនេះឃើញមានទាំង QR គ្រូ QR សិស្សនៅក្នុងនឹងទាំងអស់បាទអញ្ចឹងក្នុងករណីនេះលោកគ្រូអ្នកគ្រូអាច save ជា PDF ឬក៏ print screen សម្រាប់ save ឲ្យសិស្សម្នាក់ៗ print ឲ្យសិស្សម្នាក់ៗដើម្បីយកទៅ scan ចូលក្នុងកម្មវិធីថ្នាលបឋមសិក្សានេះបាទអញ្ចឹងវីដេអូរបស់ខ្ញុំខ្លីប៉ុណ្ណេះបាទសូមអរគុណលោកគ្រូអ្នកគ្រូបាទ